បរិសម្នាក់ខឹងគេផឹកស៊ីចាក់ធុងបាសឮៗក៏ទៅឃាត់កុំឲ្យចាក់ស្រាប់តែទាស់សម្ដីគ្នាវាយស្ត្រីម្នាក់រត់របួសធ្ងន់បរិសម្នាក់ខឹងគេផឹកស៊ីចាក់ធុងបាសឮៗនៅបន្ទប់ជួលក្បែរគ្នាក៏ទៅឃាត់មិនឲ្យចាក់ស្រាប់តែទាស់ពាក្យសម្ដីគ្នាក៏វាយស្ត្រីម្នាក់បណ្ដោយដួលបោកក្បាលទៅនឹងថ្មចាក់សាបរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមម៉ូតូកង់3ទៅសង្គ្រោះនៅឯមន្ទីរពេទ្យសូវៀតហៅប៉េរុស៊ីដែលហេតុការណ៍កន្លងនេះបានកាលឡើងកាលពីវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 10 ខែឧសភាឆ្នាំ 2025 នៅត្រង់ចំណុចបន្ទប់ជួលភូមិត្រពាំងថ្លឹង 4 សង្កាត់ចោមឆៃទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ត្រីរងគ្រោះឈ្មោះង៉ែតស្រីមុំអាយុ 39 ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅកាត់ហែកខាងលើនេះរងរបួសបែកក្បាលបរិបបង្កឈ្មោះសៃអាយុ 40 ឆ្នាំមួយមុខរបរលក់ឆាត់ស្នាក់នៅបន្ទប់ជួលកន្លែងកាត់ហែកខាងលើបើតាមប្រភពព័ត៌មាននៅកន្លែងកាត់ហែកបានឲ្យដឹងថានៅមុនពេលកាត់ហែកនៅបន្ទប់ជួលស្ត្រីរងគ្រោះបានចាក់បាសកំដរការផឹកស៊ីជួបជុំមិត្តភ័ក្តិនិងអ្នកជិតខាងបន្ទប់មានប្រុសមានស្រី 4-5 នាក់ខណៈពេលកំពុងតែផឹកស៊ីនោះស្រាប់តែមានបុរសបង្កដែលជាម្ចាស់បន្ទប់ជួលក្បែរគ្នានោះមកខត់មិនឲ្យចាក់ធុងបាសទេព្រោះគេថ្លង់រំខានដល់រូបគេកំពុងតែសម្រាកភ្លាមៗនោះក៏ទាស់ពាក្យសម្ដីគ្នាបង្កឲ្យមានការវាយគ្នាទៅវិញទៅមករវាងស្ត្រីរងគ្រោះជាមួយបរិបបង្កឲ្យស្ត្រីរងគ្រោះដួលបោកក្បាលទៅនឹងថ្មចាក់សាបបែកក្បាលហូរឈាមស្រោចពេញខ្លួនស្លាប់ស្ដុកស្ដឹងរោគរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារទៅបញ្ជូនតាមម៉ូតូកង់3ទៅសង្គ្រោះនៅឯមន្ទីរពេទ្យសូវៀតហៅប៉េរុស៊ីក្រោយមកបរិសជាអ្នកបង្កក៏ត្រូវសមត្ថកិច្ចខកខ្លួនបច្ចុប្បន្ននេះជនបង្កកំពុងតែសាកសួរនិងកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់យុវជន3នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់2នាក់បរិម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកាត់ហែកភ្លាមចំណែកឯ2នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្ត Toyota Prius បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 11:35 នាទីយប់ថ្ងៃទី 11 ខែឧសភាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញសពជនរងគ្រោះឈ្មោះណាប់ចម្រើននៅក្នុងបានចាក់វ៉ាក់សាំងដោយមិនទាន់មានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួននៅឡើយទេប្រភពពីកន្លែងកាត់ហែកបានឲ្យដឹងថានៅមុនពេលកាត់ហែកគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាលេខភ្នំពេញ 2BL5920 គត់បើកបរដោយបរិសជាជនបរទេសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ 2020 ពាក់ផ្លាកពណ៌ខ្មៅពាក់ស្លាលេខកំពង់ស្ពឺ 1Q5771 ជិះដោយយុវជន3នាក់ឌុបគ្នាធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបង្កឲ្យខ្ទាតអូសចូលទៅមុខជាច្រើនម៉ែត្រដែលធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែងកាត់ហែកភ្លាមចំណែកឯយុវជន2នាក់ទៀតរួមដំណើរជាមួយអ្នករងរបួសធ្ងន់ត្រូវពលរដ្ឋនាំគ្នាលើកដាក់ម៉ូតូកង់3ឌីដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចខកខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសរសួរនាំបន្តទៀតក្រោយពេលដែលកាត់ហែកខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៅក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ចំណែកឯសពរងគ្រោះត្រូវសមត្ថកិច្ចផ្នែកជំនាញហៅរថយន្តសាមួយដឹកយកទៅតម្កល់នៅវត្តសម្បូរមាសបណ្ដោះអាសន្នរងចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី